đấy con bây giờ cái này chiaរបៀបបាញ់លុយចេញពីកាបូបគ្រីបតូរបស់យើងចូលមកក្នុងកម្មវិធីរបស់គេណាចុចឲ្យពី recharge ប្រអប់កណ្ដាលហ្នឹងបាទដល់ពេលចុច recharge ហើយវាមានគេឲ្យយើងជ្រើសរើស$5 $30 $150បាទឥឡូវនេះបើយើងចុច$5មួយថ្ងៃយើងបានតែចុចម្ដងទេហើយយើងចុចបានតែ2អាទិត្យទេក្នុង$5ហ្នឹង2អាទិត្យណា5ដល់10ថ្ងៃមួយថ្ងៃបាន$1អូខេទៅនេះក៏ខ្ញុំធ្វើវីដេអូឲ្យខ្ញុំជ្រើសរើស$5ព្រោះខ្ញុំក៏បន្ថែមលុយ$5ទៀតដើម្បីទិញអានេះបាទមិនចុចលេខ5មែនទេបាទចុចលេខ5វាឡើងពណ៌ខ្មៅរួចហើយយើងចុច recharge ប្រអប់ពណ៌ស្វាយហ្នឹងចុចអានឹងហើយរួចហើយយើងរើសកាក់របស់វាចង់ប្រើអីក៏បានដែរខ្ញុំប្រើ Ethereum USDT អានឹងយើងប្រើហ្នឹងចុចហើយអូខេហើយយើងចូលទៅកន្លែងណាហើយ and គេឲ្យទៀតហ្នឹងគេឲ្យតែ1នាទីដើម្បីធ្វើគេឲ្យតែ1នាទីដើម្បីធ្វើនេះវាមិនលុប it changes the code change the code អានឹងកម្មវិធីរបស់អ្នកណាកម្មវិធីហ្នឹងអានេះជាកូដរបស់កម្មវិធីហ្នឹងហ៎អូខេគេឲ្យតែ1នាទីទេអូខេឥឡូវមិនcopy អាប្រអប់ពឺខៀវហ៎អូខេ copy address copy ហើយចូលទៅយកកម្មវិធីតូចទៅចូលកម្មវិធីវិញគឺកម្មវិធីមួយណាកម្មវិធីរបស់យើងបាទ Coinbase អានឹងកាបូបលុយរបស់យើងបាទកាបូបលុយរបស់ភរិយាខ្ញុំបាទហើយដល់រួចទៅ USDT នេះ USDT ច្បាស់ហ្នឹងមែនអូខេខ្ញុំចូល transfer send crypto នៅណាអាក្រោមហ្នឹងអូខេ send crypto ហើយចូលទៅបាទហួស1នាទីហ្នឹង No not yet paste នៅលើនេះបាត់ភ្ជាប់នៅកន្លែងខាងលើរួចហើយធ្វើអីមិញ send នេះស្រួលសោះ right and then ខ្ញុំចុច$5ចុច$5នៅកន្លែងអូខេ right and then ខ្ញុំដាក់preview ប្រអប់ពឺខៀវហ្នឹងបាទនេះគាត់របៀបខ្ញុំអ្នកផ្ញើណាself custodial wallet and send now okay and then click done complete រួចហើយតើ so then now you see the complete right I see complete លើហ្នឹង okay so then now I come back to here no complete នៅលើពឺប្រអប់ពឺ blue ហ្នឹង so then I come to here I have paid ឃើញទេ it says confirm អូខេត្រូវកាត់វា confirm កាត់វាតបន្តិចទៅកុំឲ្យវាវែងពេកឡើង7នាទីតា7 already in there វាអូនោះឡើងទៅលើ9បាទហើយកន្លែងលេខ9ណាលើកមុនមានតែ4ទេយើងថែម$5លើទៅ9.07បាទចប់ហើយ